រួយគ្មានអ្វីគ្រប់គ្រាន់សម្រាប់មនុស្សដែលមើលពីក្រៅគ្មានអ្វីដែលបានមិនខំមកសិនអ្នកខំអ្នកផុតរំដៃខ្ញុំលើកឧទាហរណ៍សម្រាប់មនុស្សដែលឲ្យតម្លៃសិនយ៉ាងកុំមកបោកប្រយ័ត្នប្រយែងគេបែងដៃបើជីវិតយើងមានតែមួយកុំចេះតែរៀនឲ្យធ្វើមិនយល់ត្រូវតែគេអ្នកទៅតែដោនអ្នកទៅតែយល់អំពីឆ្នាំពុលជីចំណេះវិជ្ជាអ្នកជីឲ្យជ្រៅលបាក់ទាំងគុលចេះតែរស់ដើម្បីតែលុយរៀនរស់មក90%មង្គលរស់ដើម្បីខ្លួនឯងគឺរស់មិនពឹងលើអ្នកដទៃរស់ដើម្បីយើងមានបញ្ញាយើងមានគំនិតនិងក្តីសម័យចេះតែរស់ដើម្បីកដាស់ពេលអស់កដាស់អ្នកអស់តម្លៃដើម្បីសោកឬក៏ស្រឡាញ់វាគឺជាសិទ្ធិអ្នកដទៃតែតកាជាបទពិសោធន៍ដោយបច្ចុប្បន្នវាជាលំហាក៏ហក់គេបានតែពី3ដងបើជាកំហុសអ្នកត្រូវកំចាត់អនាគតនៅតែមើលមិនឃើញបើយើងមិនប្រុងប្រៀបបញ្ហាយើងត្រូវតែដងពីជីវិតដែលថោកទាប